ជំរាបសួរសួស្តីបងប្អូនជាងជួសជុលម៉ូតូយើងទាំងអស់គ្នាបាទសូមសួស្តីថ្ងៃនេះយើងបានទទួលការកម្មងម៉ាស៊ីន scan ពីខាងបងប្រុសនៅខាងបាត់ដំបងហើយក៏បានឱកាសយើងមកធ្វើការ scan ទៅលើ PCX ដែល PCX នេះខ្ញុំទៅធ្វើការរុះរើហើយយើងមើល3ចំណុចបាទណា3ចំណុចធំទី1យើងមើលជាមួយនឹងលបាយសាំងខ្យល់បាទតើវាអាចថ្លឹងជាមួយនឹងលបាយសាំងខ្យល់បានត្រឹមត្រូវដែរទេយើងមើលជាមួយនឹង oxygen sensor បាទទី2យើងមើលជាមួយនឹងប៊ិចបាទតើប៊ិចបាញ់សាំងបាទត្រូវកម្រិតបាទរបស់វាដែរទេបាទទី3យើងមើលជាមួយនឹងបាទប្រព័ន្ធទឹកស្អំឬក៏យើងមើលជាមួយនឹងកម្ដៅរបស់វាព្រោះថាប្រភេទម៉ូតូប្រើទឹកធុងទឹកគឺពេលដែលយើងសីហើយវាតែងតែមានការឡើងនៅកម្ដៅជាក់ស្ដែងណាបាទតែម៉ូតូនេះយើងធ្វើហើយយើងមកឆែកមើលទាំងអស់គ្នាថាតើត្រឹមត្រូវអត់ទេមុននឹងឲ្យអតិជនចេញទៅអញ្ចឹងជាទូទៅកន្លែងខ្ញុំគឺនៅពេលដែលយើងជួសជុលហើយយើងត្រូវតែឆែកជាមួយនឹងដំណើរការប្រព័ន្ធភ្លើងដូចជាទឹកស្អំក៏ដូចជាចំហេះជាក់ស្ដែងរបស់វាតើវាឆេះបានត្រឹមត្រូវអត់ទេនៅក្នុងបន្ទប់ប្រឆេះអញ្ចឹងយើងប្រើជាមួយនឹងម៉ាស៊ីន scan CTY 500 Pro អូខេហើយវីដេអូនេះគឺក៏ជាវីដេអូដែលខ្ញុំមកធ្វើការណែនាំរបៀបក្នុងការប្រើប្រាស់ម៉ាស៊ីន scan ផងដែរឥឡូវចូលមកឲ្យគៀកតិចមកចឹងខ្ញុំសូមបញ្ជាក់ទៅដល់បងប្អូនទាំងអស់គ្នាថាម៉ាស៊ីនរបស់យើងគឺมันមានការសាកថ្មឬក៏បញ្ចូលថ្មទេបងប្អូនណាបាទចឹងឲ្យតែយើងដោតជាមួយនឹងឌុយ scan របស់យើងបាទនេះប្រើឌុយ scan របស់យើងបាទណាយើងដោតជាមួយនឹងឌុយ scan ចូលទៅគឺយើងអាច scan បានហើយដោយឌុយ scan ហ្នឹងមាន2ប្រភេទណាមាន4បកគោលហើយមានជាមួយនឹងប្រភេទស៊េរីខ្ពស់បាទណាស៊េរីខ្ពស់បែបនេះគឺបាទ6បកគោលអញ្ចឹងបងប្អូននៅពេលដែល scan ម៉ូតូស៊េរីខ្ពស់បើសិនជាយកឌុយស៊េរីទាបទៅ scan អត់បានគឺបងប្អូនយកដូចមួយនេះណាគឺគេដាក់ថា6 pin OVD ណាយើងអាច scan បានអូខេហើយឥឡូវយើងចូលទៅមើលជាមួយនឹងការបាទប្រើប្រាស់ជាមួយនឹងម៉ាស៊ីន scan របស់យើងបាទអូខេបងប្អូនអញ្ចឹងយើងមករៀនជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន scan បងប្អូនដែលអត់បានមកដល់ទីតាំងអញ្ចឹងសម្រាប់នៅទំព័រដំបូងបាទយើងមានដាក់ថាវិនិច្ឆ័យកំហុសអញ្ចឹងបងប្អូនចង់មើលកូដកំហុសបាទចង់លុបកូដកំហុសចង់វិនិច្ឆ័យទៅលើ sensor នីមួយៗគឺបងប្អូនបាទចូលនៅកន្លោននេះណាបាទយើងចុច OK មកបាទអញ្ចឹងបន្ទាប់មកគឺមាន6ក្រុមហ៊ុនដែលយើងអាច scan បានណាបាទអញ្ចឹងសម្រាប់ Honda គឺយើងចូលជាមួយនឹងបាទ Honda មកបាទហើយសម្រាប់ Honda គឺផ្ដល់ភាពងាយស្រួលបាទដោយយើងចុចចូលមកលេខរៀងទី7ដាក់ថា scan ស្វែងរកដោយស្វ័យប្រវត្តិអញ្ចឹងយើងចុច OK មកបាទបន្ទាប់មកនៅត្រង់ចំណុចនេះគឺវាមាន3បាទ3ជួរនេះគឺជួរទី1បាទមានប្រព័ន្ធប៊ិចសាំងទី2ប្រព័ន្ធហ្វ្រាំង ABS ហើយនឹងក៏ទី3នេះគឺជាប្រព័ន្ធហ្វ្រាំងបាទ ABS បុសអញ្ចឹងយើងមើលប្រព័ន្ធហ្វ្រាំង ABS គឺយើងមើលជាមួយនឹងបាទការលោត ABS នៅលើតាប់ឡូនៅលើម៉ូតូមួយចំនួនដែលវាមានបញ្ហាទៅលើ ABS ប៉ុន្តែប្រសិនបើបងប្អូនឆែកទៅលើដំណើរការដូចខ្ញុំរៀបរាប់3ចំណុចហ្នឹងគឺយើងចូលមើលបាទប្រព័ន្ធភ្លើងប៊ិចសាំងណាឥឡូវយើងចូលទៅមើលទាំងអស់គ្នាអូខេអញ្ចឹងមកដល់កន្លែងនេះយើងមានទាំងអស់6ជួរណាដោយលេខរៀងទី1គេដាក់ថាមើលកូដម៉ាញ៉េតូអញ្ចឹងសម្រាប់ការមើលកូដម៉ាញ៉េតូនេះមិនមែនជាការមើលកូដកំហុសទេអញ្ចឹងបងប្អូនអត់ចាំបាច់ប្រើទេជួរទី1ហ្នឹងហើយបើជួរទី2នេះយើងមើលជាមួយនឹងចលនាបាទយើងមើលចលនាណាបាទមើលចលនាលេខរៀងទី2បាទមើលទិន្នន័យបង្កមើលទិន្នន័យបង្កនេះគឺបងប្អូនមិនចាំបាច់ចូលមើលកន្លែងទិន្នន័យបង្កទេបងប្អូនព្រោះជាការបង្កនេះពេលខ្លះយើងចូលទៅមានទាំងអតីតកាលនិងបច្ចុប្បន្នកាលគឺវានៅក្នុងនឹងទាំងអស់អញ្ចឹងបងប្អូនចូលមកលេខរៀងទីបាទទី4តែម្ដងទៅណាបាទយើងមើលកូដកំហុសអញ្ចឹងកូដកំហុសរបស់យើងបែងចែកជា2ណាឧទាហរណ៍ដែលយើងចង់មើលកូដកំហុសបាទយើងចុចមកដល់កន្លែងនេះវាមានកូដបច្ចុប្បន្នកាលនិងអតីតកាលសូមបញ្ជាក់ថាកូដអតីតកាលគឺជាកូដដែលវាបានជាប់គាំងមកពីបាទការរុះរើពីមុនមកទេបាទដោយឡែកបើសិនតែជាប់កូដបច្ចុប្បន្នកាលគឺបងប្អូនត្រូវជួសជុលណាបាទអត់ត្រូវលុបបំបត្តិទេណាបាទអូខេអញ្ចឹងនៅពេលដែលបងប្អូនចុចមកបាទបើសិនតែមានកូដកំហុសគឺវានឹងលោតប្រាប់តែនេះគេដាក់ថាគ្មានបញ្ហាកូដអញ្ចឹងម៉ូតូនេះអត់មានកូដកំហុសទេកូដបច្ចុប្បន្នកាលណាអញ្ចឹងឥឡូវយើងមើលអតីតកាលវិញម្ដងបាទអតីតកាលក៏អត់មានដែរដោយសារមុនហ្នឹងយើងធ្វើការលុបបំបត្តិជាមួយនឹងកូដកំហុសវាអស់ទៅហើយបាទអញ្ចឹងបន្ទាប់មកយើងបាទនឹងចូលទៅបាទកឡោនលុបកូដកំហុសអញ្ចឹងប្រសិនបើបងប្អូនចង់លុបកូដកំហុសក្រោយពីយើងឆែកឃើញហើយគឺបងប្អូនចូលមកលេខរៀងទី5ណាដើម្បីធ្វើការលុប
បាទអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើណែនាំទៅដល់បងប្អូនដែលប្រើប្រាស់ម៉ាស៊ីន scan ផងបាទក៏ដូចជាកំពុងតែធ្វើការតេស្តហើយនឹងឆែកជាមួយនឹងម៉ូតូដែលខ្ញុំជួសជុលហើយអញ្ចឹងយើងចូលទៅមើលដំណើរការ sensor នីមួយៗហ្នឹងគឺយើងមើល3ចំណុចណាបាទយើងមើលទឹកស្អំវាបាទគឺការកើនកម្ដៅរបស់វាហ្នឹងតើវាកើនកម្ដៅអត់បាទមើលជាមួយនឹងលបាយសាំងវាបាទដុតឆេនក្នុងបន្ទប់ឆេនហ្នឹងបានត្រឹមត្រូវអត់បាទហើយខ្ញុំនឹងប្រាប់ពីរបៀបក្នុងការមើលនៅពេលដែលបាទដុតឆេនបានត្រឹមត្រូវហ្នឹងប្រហែលណាអូខេបាទអញ្ចឹងបងប្អូនមកមើលកន្លែងនេះណាបាទយើងមើលការដុតឆេះក្នុងបន្ទប់ប្រឆេះនេះបានត្រឹមត្រូវមិនត្រឹមត្រូវយើងមើលកន្លែងនេះបាទតែយើងមើលហ្នឹងមើលនៅពេលដែលម៉ូតូយើងចាប់ផ្ដើមប្រឆេះណាបាទអូខេហើយយើងប្រឆេះម៉ូតូបាទចន្លោះពេលបាទ5ទៅ10នាទីណាបានតួលេខកន្លែងនេះគឺវានឹងឆ្លើយតបមកថាត្រឹមត្រូវឬមិនត្រឹមត្រូវដោយឡែកតួលេខនេះគឺឲ្យតែយើងចាប់ផ្ដើមប្រឆេះគឺវានឹងទាញវ៉ុលទម្លាក់ណាបាទអញ្ចឹងវាទាញវ៉ុលទម្លាក់តលតែវារករបាយដែលត្រឹមត្រូវហើយខ្ញុំនឹងបញ្ជាក់ថាតួលេខនេះប្រមាណត្រឹមត្រូវប្រមាណមិនត្រឹមត្រូវហើយដល់យើងមើលនៅក្នុងតារាងបាទតារាងរបស់យើងតារាងប្រជុំភាគយើងក៏មានថែមជូនបងប្អូនណាបាទចឹងនេះជាតារាងប្រជុំភាគដែលខ្ញុំតែងតែថែមជូនដល់បងប្អូនដើម្បីឲ្យបងប្អូនវិនិច្ឆ័យទៅលើ sensor ណាថាកន្លែងណាយើងមើលជាមួយនឹងចំហាយអុកស៊ីសែនបាទយើងមើលជាមួយនឹង sensor គេឯងហ្នឹងគឺមាននៅក្នុងតារាងនេះទាំងអស់បាទអញ្ចឹងបងប្អូនមកមើលកន្លែងនេះណាគេដាក់ថាអុកស៊ីសែនបាទណាបាទនេះតាក់ទងនឹងដូចសម្ាំងហ្នឹងណាបាទយើងមើលទៅណាបាទតួលេខដែលត្រឹមត្រូវគឺ 0.20 ទៅដល់ 0.80 តួលេខដែលបាទល្អប្រកក្តីណានេះជាតារាងប្រជុំភាគដែលខ្ញុំផ្ញើជូនបងប្អូនអញ្ចឹងបងប្អូនអាចមើលនៅក្នុងតារាងក៏បានតួលេខខាងនេះគឺជាតួលេខដែលត្រឹមត្រូវតួលេខក្រហមខាងនេះគឺជាតួលេខដែលមិនត្រឹមត្រូវទេអញ្ចឹងបងប្អូនអាចមើលនៅក្នុងនេះដែលខ្ញុំថែមជូនជាឯកសារទុកឲ្យបងប្អូនណាអូខេឥឡូវយើងទៅមើលនៅក្នុងម៉ាស៊ីនយើងវិញបាទអញ្ចឹងម៉ាស៊ីនយើងណាឥឡូវយើងមកមើលបាទអញ្ចឹងតួលេខនៅក្នុងឯកសារគេបានបញ្ជាក់ថា 0.20 ទៅដល់ 0.80 បាទនោះមានន័យថានៅក្នុងបន្ទប់ឆេះគឺមានការសំជាមួយនឹងលបាយសាំងខ្យល់បានត្រឹមត្រូវបាទហើយឆ្លើយតបឲ្យម៉ាញ់ម៉ូតូដើម្បីមិនឲ្យម៉ាញ់ម៉ូតូហ្នឹងធ្វើការកែប្រែការបាញ់សាំងក្រាស់ពេកស្ដើងពេកទេគឺឲ្យបាញ់ឲ្យសមស្របទៅនឹងបាទការទទួលបាននៅក្នុងបន្ទប់ឆេះនេះឃើញទេបាទអញ្ចឹងខ្ញុំចុចអូខេវានឹងចេញជាផ្ទាំងក្រាហ្វិកឲ្យយើងឃើញទេបាទអញ្ចឹងម៉ូតូដែលយើងសៃហើយគឺយើងត្រូវតែមើលជាមួយនឹងលបាយសាំងខ្យល់របស់វាតើវាត្រឹមត្រូវអត់ណាបាទដោយឡែកម៉ូតូនេះគឺយើងជួសជុលហើយយើងរៀបចំជាមួយនឹងសំបុកអែថ្មីយើងលាងជាមួយនឹងកន្លៅកាក់កកែបាទយើងលាងជាមួយនឹង O2 sensor បានត្រឹមត្រូវអញ្ចឹងលបាយសាំងនឹងខ្យល់នៅក្នុងបន្ទប់ប្រឆេះនេះគឺឥឡូវគឺយើងឃើញថាវាបានត្រឹមត្រូវល្អណាម៉ូតូក៏ឆេះស្មើស្អាតទៀតណាបាទបាទអានេះចំណុចទី1ណាបងប្អូនត្រូវចងចាំបងប្អូនដែលប្រើម៉ាស៊ីន scan CTY ណាបាទយើងមើលទៅ O2 sensor របស់វាគឺដើរបានល្អត្រឹមត្រូវអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចយកទៅអនុវត្តបានណានៅពេលដែលយើងធ្វើម៉ូតូគេហើយអូខេ1អញ្ចឹងទី2បាទទី2យើងចូលមកបាទមើលជាមួយនឹងបាទជុំម៉ាស៊ីនមានតិចណាអញ្ចឹងជុំម៉ាស៊ីនវាគឺបាន1006ទៅ1008 RPM សម្រាប់ PCX sensor យ៉ាងធំគឺវាបានបាទគឺវាបានការ៉ង់ទីយ៉ាងធំតិចណាបាទមានការ៉ង់ទីវាគឺ1006ទៅដល់1008 RPM អញ្ចឹងឥឡូវនេះក៏ត្រឹមត្រូវដែរអញ្ចឹងយើងចូលទៅមើលអ្វីទៀតបាទអញ្ចឹងយើងចូលមកមើលជាមួយនឹងដំណើរការទឹកស្អំណាទឹកស្អំសំខាន់ណាបាទមានប្រព័ន្ធការពារកម្ដៅរបស់វាណាបាទអញ្ចឹងកន្លែងនេះម៉ូតូចាប់ផ្ដើមប្រឆេះឡើងបងប្អូនខ្លះអត់មានម៉ាស៊ីន scan គាត់ច្រើនតែយល់ច្រឡំបាទអាប្រឆេះដំបូងហ្នឹងទឹកកជ្រោលឡើងមកពុលហ្នឹងបាទធ្វើឲ្យបងប្អូនមានការច្រឡំថាអានឹងគឺជាការបាទពុះទឹកតែតាមពិតមិនមែនទេបងប្អូនណានោះគឺជាការច្រាលខ្យល់ចេញមកនៅពេលដែលយើងចាក់ទឹកទៅដំបូងទៅបាទវាមានសម្ពាធទឹកបាទវាចូលទៅអត់គ្រប់គ្រាន់អញ្ចឹងវានឹងកជ្រោលចេញមកម្ដងបាទបន្ទាប់មកយើងមកមើលជាមួយនឹងកម្ដៅរបស់វាអញ្ចឹងកម្ដៅរបស់វាបានតែ82ទេបាទរីឯ wall របស់វាក៏វាបានទាញទម្លាក់មកដល់សល់ត្រឹម76អញ្ចឹងមានន័យថា sensor EOT ឬក៏ sensor ECT ហ្នឹងគឺបានត្រឹមត្រូវល្អបាទហើយកម្ដៅរបស់វាគឺអត់ក្ដៅទេអញ្ចឹងបើសិនតែកម្ដៅត្រង់ចំណុចនេះបាទវាឡើងទៅដល់ណាឡើងទៅដល់100ជាងអញ្ចឹងមានន័យថាម៉ូតូហ្នឹងគឺកើនកម្ដៅខ្លាំងអញ្ចឹងបងប្អូនដែលប្រើម៉ាស៊ីន scan នៅពេលដែលយើងបាទជួសជុលម៉ូតូគេហើយកុំភ្លេចណាយើងមើលជាមួយនឹងបាទកម្ដៅជាក់ស្ដែងណាប្រឆេះចោលត្រឹមកន្លះម៉ោងអីចឹងទៅបាទប្រសិនបើកម្ដៅវាបានត្រឹមតែបាទ90 91 92 93ឬក៏អាចឡើងដល់បាទ
100 ឬក៏105ទៅតាមសមីមកកាត់បោះបងប្អូនឡើងធំឯហ្នឹងគឺអត់បញ្ហាតែបើកន្លែងនេះឡើងដល់100បាទ110 120ឬក៏130អីអត់បានទេបងប្អូនណានោះម៉ូតូគឺមានបញ្ហាកើនកម្ដៅឲ្យបងប្អូនបាទរស់រាន់ណាធ្វើការជួសជុលបន្ថែមអូខេអញ្ចឹងបាន3ចំណុចបាន2ចំណុចហើយឥឡូវយើងមកមើលត្រង់ចំណុចនេះទៀតអញ្ចឹងតកតងនឹងប៊ិចបាញ់សាំងកាលណាតែប៊ិចបាញ់សាំងបានត្រឹមត្រូវនៅក្នុងបន្ទប់ប្រឆេះបាទក៏ដូចជា O2 sensor ហ្នឹងគឺបាទក៏ទទួលបានជាមួយនឹងបាទព័ត៌មានដែលត្រឹមត្រូវដែរណាអញ្ចឹងការឆ្លើយតបបាទពី sensor នីមួយៗចូលទៅក្នុងម៉ាញ់តូឲ្យម៉ាញ់តូកណនារួចហើយបញ្ជាសាំងមកឲ្យប៊ិចសាំងនេះគឺបាញ់នៅចន្លោះ 2.2 ទៅ 2.5 អញ្ចឹងបាញ់បានត្រឹមត្រូវបងប្អូនណាបាទ 2.2 ទៅ 2.5 ឃើញទេចន្លោះមជ្ឈមភាគរបស់វាណាបាទអានេះគឺបាញ់បានត្រឹមត្រូវបងប្អូនណាបាទអានេះបាញ់បាន 2.2 ដោយសារម៉ាស៊ីនកើនកម្ដៅយ៉ាងវាទាញទម្លាក់ប៊ិចសាំងកាលណាបើសិនតែបាញ់នៅក្នុងចន្លោះហ្នឹងមានន័យថាបាញ់បានត្រឹមត្រូវបងប្អូនដោយសារតែ O2 ធ្វើការកណនានៅក្នុងបន្ទប់ប្រឆេះនេះបានត្រឹមត្រូវបាទចាំទុកបងប្អូនណា 2.2 ទៅ 2.5 ឬក៏ម៉ាស៊ីនក្តៅអាចនឹងទាញទម្លាក់មកដល់ 2.2 2.3 អញ្ចឹងណានេះអញ្ចឹងមកកន្លែងនេះឡើងដល់ 3.4 បាទណាអត់ត្រឹមត្រូវទេបងប្អូនណាកន្លែងនេះតួលេខធំហើយបាទនេះគឺជាការកណនាបានច្បាស់លាស់ដោយយើងប្រើជាមួយនឹងម៉ាស៊ីន scan CTY 500 Pro ណាអញ្ចឹងម៉ូតូនេះបាទកម្ដៅក៏អត់កើនដែរបាទណាជុំម៉ាស៊ីនក៏ត្រឹមត្រូវអុកស៊ីហ្សែនក៏ដើរត្រូវបាទបានត្រូវបានល្អណាស់ហើយនេះបាទឃើញទេបាទណាបាទនេះគឺជាមុខងារដ៏ពិសេសសម្រាប់ម៉ាស៊ីន scan CTY របស់យើងបាទណាហើយយើងមើល wall សាកអគុយគឺយើងអាចមើលបានដែរបងប្អូននេះបាទសាកបានប្រហែលគឺសាកបាន14ណាបាទ14 volt DC ណាយើងចង់មើល volt សាអគុយគឺយើងមើលកន្លែងហ្នឹងបានណាបាទអូខេហើយនេះគឺជាការធ្វើតេស្តជាមួយនឹងម៉ាស៊ីន scan CTY ដែលខ្ញុំរៀបចំផ្ញើជូនទៅដល់បងប្អូនក៏ដូចជាវីដេអូធ្វើការណែនាំទៅដល់បងប្អូនដែលនៅតាមបណ្ដាខេត្តដែលគាត់មិនបានមកដល់ទីតាំងហើយគាត់ជាវម៉ាស៊ីនពីខ្ញុំទៅណាហើយថ្ងៃនេះបាទសូមអរគុណច្រើននេះបងប្រុសបាទគាត់បានកំងសភៅចំនួនបាទទាំងអស់គឺ7ក្បាលណាបាទដែលខ្ញុំសរុបបាទនឹងផ្ញើជូនទៅដល់បងប្អូនទាំងអស់នេះហើយបងប្អូនដែលចង់សិក្សាអំពីដំណើរការប្រព័ន្ធភ្លើងប៊ិចសាំងប្រព័ន្ធភ្លើងដេរស្ងាត់ក៏ដូចជាប្រព័ន្ធភ្លើងបាទ smart key បងប្អូនអាចកំងសភៅទៅបាទយកទៅសិក្សានៅទីតាំងដើម្បីបង្កើននូវចំណេះដឹងទៅដល់បងប្អូនទាំងអស់គ្នាបាទហើយនៅក្នុងសភៅគឺមានមេរៀនល្អៗច្រើនហើយយើងចងក្រងបានជាក់លាក់ច្បាស់លាស់បងប្អូនបាទមាន color ឲ្យបងមើលច្បាស់បាទមានការណែនាំពីការប្រើប្រាស់របស់អូម៉ែតក៏នៅក្នុងនឹងច្បាស់លាស់ណាបាទអញ្ចឹងយើងអានទៅដើម្បីបង្កើនចំណេះដឹងអញ្ចឹងបងប្អូនបាទកុំភ្លេចណាកំងយកទៅសិក្សាពេលនេះមានរូបបាទមានរូប color បាទអក្សរក៏អក្សរ color បាទច្បាស់បាទហើយជាសភៅដែលមិនមែនជាกระดาษរាម copy ទេបងប្អូនណាគឺជាกระดาษលេខ1បាទกระดาษនេះស្អាតណាกระดาษដូចกระดาษយើងផ្ដិតរូបអញ្ចឹងបងប្អូនឃើញទេបាទច្បាស់ណាមេរៀននៅក្នុងនេះគឺថាតែមេរៀនល្អបងប្អូនបាទអញ្ចឹងកុំភ្លេចណាកំងជាមួយនឹងសភៅដើម្បីយកទៅសិក្សាបាទនៅទីតាំងបងប្អូនហើយខាងនេះវិញគឺប្រភេទបាទអសង្ខ023ដល់026យើងណាបាទអញ្ចឹងមេរៀននៅក្នុងនេះដូចខ្ញុំបញ្ជាក់អញ្ចឹងគឺសិតតែមេរៀនដែលយើងត្រូវចេះបាទជាប្រចាំណាដើម្បីបង្កើននៅចំណេះដឹងរបស់យើងបាទបងប្អូនអាចទំនាក់ទំនងមកខ្ញុំបាទធ្វើការកំងម៉ាស៊ីន scan ជាមួយនឹងសភៅក៏បានបាទដើម្បីយកទៅសិក្សាដើម្បីចំណេះដឹងរបស់យើងបាទដើម្បីភាពខ្លាំងរបស់យើងអញ្ចឹងក្នុងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមអរគុណច្រើនសូមជម្រាបលាបាទ